បងសៃលិននិងគ្រួសាររបស់គាត់បានទៅទិញដីមួយកន្លែងទុកដើម្បីធ្វើជាកន្លែងផ្ទះលំហែនិងសម្រាប់សម្រាកកម្សាន្តនាពេលថ្ងៃឈប់សម្រាកចុងសប្តាហ៍ឬថ្ងៃបុណ្យផ្សេងៗហើយដីដែលបងលៀនបានទិញនោះគឺនៅឆ្ងាយពីទីប្រជុំជនគួរសមដែរបើសិនជាយើងគិតទៅជិះប្រហែលជា30ទៅ40នាទីបានទៅដល់ដីលំហែរបស់គាត់ហើយប្រភេទដីដែលគាត់ទិញនោះជាប្រភេទដីចំការហើយនៅជុំវិញទីធ្លាដីរបស់គាត់នោះគឺមានអូរទូចៗហើយនឹងមានកូនភ្នំផងដែរមើលទៅទេសភាពគឺពិតជាស្អាតមែនទែនចំណែកឯដីខាងមុខរបស់គាត់គឺទូលាយអាចសង់ផ្ទះនិងដាំដើមឈើក៏ដូចជាដាក់កញ្ចក់អីផ្សេងៗបានស្អាតគួរសមជាដំបូងគាត់ក៏បានចាប់ផ្ដើមធ្វើផ្ទះលំហែរបស់គាត់ក៏ដូចជាកូនកញ្ចក់ទូចៗដើម្បីសម្រាកនៅទីនោះមិនសូវមានជាងដែលមានជំនាញប្រមាណទេចឹងបងសុយលៀននិងគ្រួសាររបស់គាត់ត្រូវចំណាយពេលនៅទីនោះដើម្បីប្រាប់អ្វីៗដែលគាត់ចង់បានទៅជាងនិងជួយមើលមុខមើលក្រោយដើម្បីតម្រូវចិត្តរបស់គាត់ចឹងណាដោយសារគាត់ទៅតែឈូសឆាយដីរួចរាល់ស្អាតបានទៅចាប់ផ្ដើមធ្វើផ្ទះធ្វើអីហ្នឹងភ្លើងនៅទីនោះក៏មិនតាន់មានតចូលមកដល់ដីគាត់ដែរអញ្ចឹងពេលយប់ឡើងគាត់ប្រើសូឡាដើម្បីបំភ្លឺក្នុងការធ្វើការងារពេលយប់ដោយសារតែអាកាសធាតុពេលនោះវារៀងក្តៅអញ្ចឹងការងារភាគច្រើនគាត់ចាប់ផ្ដើមធ្វើនៅពេលរសៀលទៅដល់រៀងយប់បន្តិចនៅមួយថ្ងៃពីរថ្ងៃដំបូងបងសេលីនជាមួយនឹងគ្រួសាររបស់គាត់មានភាពសប្បាយរីករាយមែនទែនដោយសារតែអារម្មណ៍ខុសគ្នាឆ្ងាយពីទីក្រុងគឺបានស្រូបយកខ្យល់ធម្មជាតិនិងអាកាសធាតុត្រជាក់ពីធម្មជាតិនោះគឺធ្វើឲ្យគាត់មានសេចក្តីសុខផ្លូវចិត្តខ្លាំងមែនទែនចូលដល់ថ្ងៃទី3ពេលព្រឹកឡើងក៏មានអ៊ំម្នាក់បានដើរមកលេងសួរសុខទុក្ខគាត់ដោយសារគាត់ជាចាស់ទុំនៅក្នុងភូមិនោះដែរបានមកសួរបងសេលីនថាតើបានទិញដីនេះបានជួបម្ចាស់របស់គេទេអ៊ំឮថាម្ចាស់ដីរបស់គេគឺនៅស្រុកគេណោះបងសេលីនក៏បានប្រាប់ថាគាត់អត់បានជួបម្ចាស់ផ្ទាល់ទេម្ចាស់ផ្ទាល់របស់គាត់បានត្រឹមតែនិយាយតាមទូរស័ព្ទនិងឆាតជាមួយតែប៉ុណ្ណោះចំណែកឯធ្វើឯកសារនិងប្រកល់លុយអីគឺជួបអ្នកនៅទីនេះឯងអ៊ំស្រីនោះក៏បានប្រាប់ថាឲ្យក្មួយដីចំការនេះគឺទុកចោលយូរហើយមិនមានអ្នកណាគេមកមើលនោះទេបានក្មួយមកធ្វើផ្ទះលំហែអីចឹងក៏បានអ៊ូអរដែរប៉ុន្តែក្មួយត្រូវប្រុងប្រយ័ត្នផងដោយសារទីនេះជាកន្លែងដាច់ស្រយាលមិនសូវជាមានផ្ទះច្រើននោះទេហើយទីតាំងកន្លែងទីនេះជាកន្លែងដែលគេទុកចោលយូរចឹងក្មួយធ្វើអីមួយប្រុងប្រយ័ត្នឲ្យខ្ពស់មែនទែនលើបែបនោះបងសេលីនជាមួយនឹងគ្រួសាររបស់គាត់ក៏បានអរគុណទៅអាកានអ៊ំស្រីដែលបានមកជួយណែនាំដោយសារគាត់ជាចាស់ទុំក្នុងភូមិម្នាក់ដែរមកពី3ថ្ងៃហើយបងសេលីនជាមួយនឹងគ្រួសាររបស់គាត់មិនទាន់បានដើរទៅក្រោយចំការនោះដើម្បីមើលដើមឈើឬក៏រុក្ខជាតិអីផ្សេងៗទេគាត់បានមើលត្រឹមតែខាងមុខដោយសារតែប្រញាប់ធ្វើផ្ទះឲ្យហើយនឹងបានទៅបំពេញការងាររបស់គាត់វិញចឹងថ្ងៃនោះគាត់បានបបួលគ្រួសាររបស់គាត់ដើម្បីដើរទៅក្រៅចំការដើម្បីទៅមើលថាមានអីខ្លះចូលទៅដើរចំការនោះសង្កេតឃើញថាមិនសូវមានដើមឈើដែលនៅរស់នោះទេភាគច្រើនដើមឈើគឺសិតតែស្លាប់អស់ហើយប៉ុន្តែគាត់បានឃើញមានដើមឈើនៅរស់មួយដើមស្រស់ញញឹមតែម្ដងគឺជាដើមថ្ងាន់ដែលបងប្អូនស្គាល់ហើយដើមថ្ងាន់គឺគេយកត្រួយវាទៅត្រាំដើម្បីញ៉ាំជាមួយនឹងទឹកគ្រឿងណាចឹងនៅដើមថ្ងាន់ហ្នឹងគឺនៅស្រស់តែម្ដងហើយសម្រាប់មេឃរបស់វាគឺប្លែកមែនទែនវាដោះមេឃមកខាងឆ្វេងត្រង់ភ្លឹងតែម្ដងមើលទៅដូចជាមានអាគេពុតអញ្ចឹងតពីបានដើរមើលក្នុងចំការមួយសន្ទុះហើយគាត់ក៏បានដើរចេញមកវិញរួចបានមកនិយាយលេងជាមួយនឹងជាងដែលធ្វើផ្ទះនៅខាងមុខហ្នឹងនិយាយលេងជាមួយជាងមួយសន្ទុះបងសេលីនក៏ឆ្លៀតសួរបន្តិចអំពីប្រវត្តិដីនោះបងសេលីនថាគាត់គាត់តែឃើញដីនេះភ្លាមក៏ស្រឡាញ់ផ្លេតមិនបានសួរពីប្រវត្តិដីនេះសោះហើយក៏បានសួរជាងថាតើបងដឹងថាប្រវត្តិដីនេះយ៉ាងម៉េចដែរទេជាងផ្ទះនោះក៏ឆ្លើយថាខ្ញុំក៏មិនបានដឹងច្បាស់ដែរដោយសារខ្ញុំក៏ជាចំណូលថ្មីនៅទីនេះដែរគ្រាន់តែដឹងថាពីមុនមានមនុស្សស្រីម្នាក់គាត់ជាម្ចាស់ដីនៅទីនេះហើយគាត់ចូលចិត្តដាំដើមឈើនៅខាងក្រោយនឹងបន្ទាប់មកក៏បាត់ដំណឹងរបស់គាត់ឈឹងក៏មិនដឹងថាគាត់នៅទីណាដែរបន្ទាប់មកដីនេះក៏ឃើញដាក់លក់ទៅមិនដឹងថាម្ចាស់ហ្នឹងទៅទីណាទេឥឡូវហ្នឹងនិយាយចប់ប៉ុណ្ណឹងបងសេលីនក៏មិនមានបានតបអ្វីទៅវិញដែររួចក៏បានដើរទៅសម្រាប់ទៅដោយសារតែស្ដាប់ទៅក៏មិនមែនជារឿងអីអាក្រក់នោះដែរជួយដល់ពេលរាត្រីបងសេលីននិងគ្រួសារបានសម្រាប់នៅទីនោះមួយយប់ទៀតដើម្បីបង្ហើយការងារផ្ទះនិងកញ្ចក់របស់គាត់នៅខាងមុខនោះយប់នោះមិនដូចយប់រដងនោះទេបងសេលីនរស័ព្ទរសល់គេមិនលក់នោះទេដោយគេយកឈើមកទល់ភ្នែកអញ្ចឹងបងសេលីនបានគិតក្នុងចិត្តថាកណ្ដាលត្រៀតទៅហើយខ្ញុំនៅតែគេមិនលក់ទៀតតើខ្ញុំកំពុងគិតអ្វីបងសេលីនបានដើរចេញមករៀនហាលនៅមុខកញ្ចក់របស់គាត់រួចអង្គុយមួយស្របក់រួចក៏បានចូលទៅក្នុងបន្ទប់វិញគាត់បំរុងតែប្រាស់ខ្លួនទៅលើពូកទៅហើយក៏ឮសំឡេងដូចជាមានអ្នកណាគេហៅគាត់
លឺសូរល្វើយបងសេលីនទៀងទៅជាស្ដាប់លឺសំឡេងដូចគេហៅថាបងសេលីនក៏វីក្បាលផ្ទះមុខគឺថាហេច្រឡំទៅជាទៀតដឹងគាត់ផ្ទៀងស្ដាប់ម្ដងទៀតក៏មិនមានលឺសំឡេងហៅទៀតដែរបងសេលីនម្ដងបិទភ្នែកគេងទៅហើយហ្នឹងក៏លឺសំឡេងដូចជាមានតែគេស្រែកពីក្រៅចំការមកអញ្ចឹងស្រែកមួយទំហឹងហើយលឺសំឡេងឡនមកពីខាងក្រៅចំការហ្នឹងគាត់ក៏ចាប់ផ្ដើមអត់ស្រួលក្នុងចិត្តទេក៏បានដាស់គ្រួសាររបស់គាត់មកហើយក៏បានប្រាប់ថាមុនហ្នឹងលឺដូចជាអ្នកណាគេហៅបងបន្ទាប់មកលឺសំឡេងស្រែកពីក្រៅចំការមកគ្រួសាររបស់គាត់ក៏ថាប្រហែលជាអូនឯងគេមិនលក់បានជារស័ព្ទរសល់លឺសំឡេងនេះសំឡេងនោះបែបសេលីនប្រកែកថាមិនមែនរស័ព្ទរសល់ទេសំឡេងនេះលឺច្បាស់តែម្ដងដូចជាមែនណាគេស្រែកពីខាងក្រៅនោះគាត់ទាំងពីរចាំស្ដាប់មួយសន្ទុះធំក៏មិនមានលឺសំឡេងអីក៏គ្រួសាររបស់គាត់ប្រាប់ថាអូនរវើរវាយទេចាប់សម្រាប់ទៅយប់ហើយគាត់តែដាក់ក្បាលបិទភ្នែកទៅហើយក៏ឮសំឡេងស្រែកយំនៅខាងក្រោយនោះមកម្ដងសំឡេងនោះដូចជាសំឡេងមនុស្សស្រីដែលកំពុងទ្រហោយំបោកខ្លួនបោកប្រានសំឡេងយំនោះគឺជាសំឡេងយំដ៏ឈឺចាប់ខ្លាំងណាស់តាមដែលស្ដាប់មើលទៅបងសេលីនព្រឺសម្បល់ខ្ញាក់តែម្ដងគិតក្នុងចិត្តថាជាខ្មោចប៉ុន្តែមិនហ៊ាននិយាយនោះទេក៏បានប្រាប់ទៅប្តីរបស់គាត់ថាបងភ្ញាក់ឡើងអូនឮសំឡេងខ្លាំងណាស់បងឮអត់គ្រួសាររបស់គាត់ក៏បានប្រាប់មកវិញថាបងក៏ឮដែរពួកគាត់ទាំងពីរនាក់មិនបានធ្វើអ្វីទេនាំគ្នាសម្ងំប្រឹងស្ដាប់តែសំឡេងនោះជាសំឡេងអ្វីឲ្យប្រកបស្ដាប់យូរទៅសំឡេងនោះដូចកាន់តែមកគៀកទៅពួកគាត់ទាំងពីរនាក់ចាប់ផ្ដើមព្រឺសម្បល់ខ្ញាក់បែកញើសជោកតែម្ដងបងសេលីនបិទភ្នែកសំពះបន់អស់ហើយកុំឲ្យមានរឿងអីកើតឡើងបើសិនជាខ្មោចក៏មកលោកមិនឡាចអីខ្លួនមកល្អនោះទេបន្ទាប់ពីបន់ស្រន់ក្នុងចិត្តរួចបងសេលីននិងគ្រួសាររបស់គាត់បានអុជធូបបន់ស្រន់ឲ្យសុខសប្បាយបន្ទាប់មកសំឡេងនោះក៏រសាយបាត់ចូលដល់ព្រឹកឡើងបងសេលីននិងគ្រួសាររបស់គាត់បានទៅរកអាជ្ញាធរនៅទីនោះដើម្បីសាកសួរអំពីរឿងហេតុការណ៍ដែលកើតឡើងនៅលើដីនោះតើមានរឿងអ្វីកើតឡើងបានជាពួកគាត់ជួបរឿងរ៉ាវបែបនេះបងសេលីននិងគ្រួសារធ្លាក់ថ្លើមក្តុកតែម្ដងបន្ទាប់ពីដឹងសាច់រឿងថានៅក្នុងចំការនេះម្ចាស់មុនរបស់គេបានស្លាប់នៅទីនោះប៉ុន្តែដោយសារតែខ្លាចអ្នកភូមិដឹងហើយមានការខ្លាចរអាមិនហ៊ានស្នាក់នៅម្ដុំនោះទៀតក៏មិនមានណាគេទម្លារឿងនោះដែរហើយមូលហេតុមួយទៀតដែលមិនឲ្យអ្នកស្រុកដឹងនោះដោយសារតែពេលរកឃើញសាកសពនោះគឺរលួយសាច់អស់ទៅហើយគឺនៅតែឆ្អឹងតែប៉ុណ្ណោះហើយចំណែកឯសាច់នៅផ្ទៃមុខវិញគឺរលួយវែកមើលមិនស្គាល់នោះទេបងសេលីនសោកស្ដាយមែនទែនបន្ទាប់ពីទិញដីមិនបានសាកសួរប្រវត្តិឲ្យបានច្បាស់ដោយសារតែមិនចង់ប៉ះពាល់ដល់អ្នកដទៃបងសេលីនក៏មិនបានដាក់លក់ដីនោះដែរគាត់ក៏ទុកដីនោះចោលដល់សពថ្ងៃមិនបានយកទៅធ្វើអីនោះទេ